គ្រួសារមួយបានរៀបចំឲ្យបងប្អូនស្រីទាំង7នាក់រៀបការក្នុងថ្ងៃតែមួយដោយបងស្រីទាំងអស់បានរៀបការចូលគ្រួសារអ្នកមានអំណាចមានតែអាណាម្នាក់គត់ដែលជាកូនស្រីពៅបែរជាត្រូវជ្រើសរើសឲ្យរៀបការជាមួយកសិក្រីក្រម្នាក់ដែលគ្មានសល់អ្វីជាប់ខ្លួនសោះទៅវិញនៅថ្ងៃរៀបការខាងកូនកំឡោះចាំងមីនបានបើកត្រាក់តរត្រឹមតែ3គ្រឿងប៉ុណ្ណោះមកទទួលកូនក្រមុំឃើញបែបនេះពួកបងស្រីក៏ចាប់ផ្ដើមសើចចំអកឲ្យអាណាភ្លាមពួកគេសើចចំអកឲ្យនាងដែលនាងរៀបការជាមួយមនុស្សអារ៉ាត់រីគ្មានប្រភពច្បាស់លាស់ប៉ុន្តែអាណាមិនបានខ្វល់ខ្វាយនឹងសម្ដីទាំងនោះឡើយហើយអ្វីដែលគ្មាននរណាម្នាក់នឹកស្មានដល់នោះគឺចាប់ពីវិនាទីនេះទៅជោគវាសនារបស់បងប្អូនស្រីទាំង7នាក់នឹងត្រូវផ្លាស់ប្ដូរទៅជាយ៉ាងណានោះទេភ្លាមបន្ទាប់ពីអាណាបានដើរតាមប្តីទៅដល់ផ្ទះហើយឈានជើងចូលខាងក្នុងភ្លាមនាងក៏ស្រឡាំងកាំងដោយយាបានឃើញបងប្រុសច្បងរបស់ប្តីកំពុងដេកឈឺហើយបងប្រុសទី2មានបញ្ហាខួរក្បាលចំណែកម្ដាយក្មេកវិញដើរខ្វិនជើងទិដ្ឋភាពនេះធ្វើឲ្យនាងគាំងហើយឈរត្រឹងមួយកន្លែងម្ដាយក្មេកបានដើរមកចាប់ដៃនាងយ៉ាងកក់ក្ដៅរួចប្រាប់តាមត្រង់ថាគ្រួសារនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំងចំណែកចាំងមីនវិញមានអារម្មណ៍ភ័យព្រួយខ្លាចថាការពិតដ៏ជូរចត់នេះនឹងធ្វើឲ្យប្រពន្ធថ្មីរបស់គេមិនពេញចិត្តហើយរត់ចោលគេចាំងមីនក៏ប្រញាប់ប្រញាល់ពន្យល់ពីស្ថានភាពប៉ុនតែអាណាមិនបានបង្ហាញរកពីខ្ពើមរអីបន្តិចណាឡើយផ្ទុយទៅវិញនាងបែរជាមានចិត្តអាណិតអាសូរនឹងដឹងថាប្តីរបស់នាងត្រូវរែកពន្ធបន្ទុកគ្រួសារដ៏ធ្ងន់ធ្ងរនេះម្នាក់ឯងកន្លងមកដោយនាងបែរជានិយាយលួងលោមថាទោះបីជាផ្ទះនេះតូចបន្តិចមែនប៉ុន្តែវាមានរបៀបរៀបរយស្អាតបាតល្អណាស់នាងជឿជាក់ថាឲ្យតែសមាជិកគ្រួសារទាំងមូលរួមដៃគ្នាជីវិតនឹងត្រូវតែល្អប្រសើរឡើងសម្ដីរបស់នាងធ្វើឲ្យម្ដាយក្មេកខ្ទុកខ្ទួលក្នុងចិត្តយ៉ាងខ្លាំងហើយក៏សម្រេចចិត្តហុចសោរមរតកប្រចាំត្រកូលដែលជានិមិត្តរូបនៃការគ្រប់គ្រងផ្ទះទាំងមូលទៅឲ្យអាណាភ្លាមហើយម្ដាយក្មេកក៏បានប្រកាសយ៉ាងហឡារិកថាចាប់ពីថ្ងៃនេះទៅអាណាគឺជាអ្នកមើលការខុសត្រូវលើគ្រួសារត្រកូលចាងទាំងមូលរួមទាំងគ្រប់គ្រងរឿងលុយកាក់និងកិច្ចការក្នុងផ្ទះទាំងអស់អាណាមានអារម្មណ៍ថាទោះបីជាគ្រួសារនេះក្រលំបាកប៉ុន្តែពួកគេហ៊ានប្រគល់លុយកាក់ដែលជាកម្លាំងញើសឈាមចុងក្រោយមកឲ្យនាងគ្រប់គ្រងមានន័យថាពួកគេពិតជាទទួលស្គាល់នាងជាសមាជិកគ្រួសារពិតប្រាកដមែនប៉ុន្តែអ្វីដែលនាងមិនបានដឹងនោះគឺសោនៅក្នុងដៃរបស់នាងគឺជាសោចាក់ចង់ទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លាររបស់ត្រកូលចាងទៅវិញទេតាមពិតទៅម្ដាយក្មេកបានរៀបចំឈុតឆាកក្រីក្រនេះឡើងដើម្បីលបងចិត្តតែប៉ុណ្ណោះព្រោះគាត់ខ្លាចថាអាណានឹងរត់ចោលផ្ទះយកលុយទៅបាត់ដោយប្រពន្ធរបស់កូនប្រុស2នាក់មុនដើម្បីកុំឲ្យចាំងមីនដើរជន់ដានចាស់របស់បងប្រុសគ្រួសារទាំងមូលក៏នាំគ្នាសម្ដែងធ្វើជាអ្នកស្រែកកខ្សត់សូម្បីតែលុយបណ្ណាការប្រគល់ឲ្យខាងស្រីក៏មានត្រឹមតែអង្គរ2គីឡូប៉ុណ្ណោះចាំងមីនមានអារម្មណ៍ខុសចំពោះទឹកចិត្តដ៏ល្អរបស់អាណាហើយគេមានគម្រោងនឹងប្រាប់ការពិតដល់នាងក្នុងពេលឆាប់លុះដល់ពេលយប់បន្ទាប់ពីអាណាងូតទឹកជំរះកាយរួចរាល់ហើយដើរចូលមកក្នុងបន្ទប់ចាំងមីនភ័យស្លន់ស្លោតពេករហូតដល់ធ្វើឲ្យជ្រុះញួរនៅក្នុងដៃចំជើងខ្លួនឯងអាណាបានប្រញាប់រត់ទៅពិនិត្យមើលរបួសហើយអ្នកទាំងពីរក៏បានបង្កើតភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នាយ៉ាងចៃដន្យព្រឹកឡើងបន្ទាប់ពីភ្ញាក់ពីគេងអាណាត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញអាហារពេលព្រឹកបែបបោះចំប្រទេសពេញមួយតុដែលពោពេញទៅដោយម្ហូបប្រណីតថ្លៃដូចជាឈាមនាគប៉ាវហ៊ឺនិងបង្កងអូស្ត្រាលីជាដើមបងប្រុសទី2ភ័យស្លន់ស្លោហើយខ្សឹបប្រាប់ម្ដាយថាគួរតែសារភាពការពិតមុនពេលរឿងនេះត្រូវបែកការប៉ុន្តែអាណាបែរជាគិតថាមកពីគ្រួសារខាងប្តីបារម្ភខ្លាចនាងហូបអាហារសាមញ្ញមិនទម្លាប់ទើបខំចំណាយលុយរៀបចំអាហារដ៏អស្ចារ្យនេះសម្រាប់នាងហើយនាងបាននិយាយលួងលោមពួកគេកុំឲ្យចំណាយលុយច្រើនបែបនេះទៀតអីព្រោះនាងអាចសម្របខ្លួនរស់នៅតាមបែបបទគ្រួសារនេះបានដោយសារតែរំភើបចិត្តពេកនិងមិនដឹងត្រូវឆ្លើយតបយ៉ាងណាម្ដាយក្មេកក៏កុហកថាអាហារទាំងអស់នេះគឺជាកាដូដែលអ្នកជិតខាងយកមកជូនលុះដល់ពេលយប់ជំនួយការសម្ងាត់របស់ចាំងមីនបានលុបចូលមកក្នុងផ្ទះដើម្បីយកកបាយការហិរញ្ញវត្ថុប្រចាំត្រីមាសមកឲ្យគេចុះហត្ថលេខាជំនួយការរូបនោះបាននិយាយខ្សឹបថាប្រាក់ចំណូលពេលនេះបានឡើងដល់300ពាន់លានដុល្លារហើយតែជាចៃដន្យអាក្រក់អាណាបានដើមកល្មមម្ដាយក្មេកក៏ប្រញាប់បង្វែរដានភ្លាមដោយនិយាយថាបុរសម្នាក់នេះគឺជាបុគ្គលិកមកពីកម្មវិធីជួយសង្គ្រោះជនក្រីក្រចាំងមីនក៏បានគ្រវែងរបាយការណ៍នោះចូលទៅក្នុងចង្កានភ្លើងរួចនិយាយកាត់ថាវាគ្រាន់តែជាក្រដាសកំទេចសម្រាប់បង្កាត់ភ្លើងប៉ុណ្ណោះទោះបីជាអាណាមានអារម្មណ៍ងឿងឆ្ងល់ប៉ុន្តែនាងមិនបានគិតវែងឆ្ងាយឡើយផ្ទុយទៅវិញនាងបានប្រាប់គ្រួសារថាពួកគេមិនត្រូវការជំនួយពីខាងក្រៅទេនាងមានគម្រោងនឹងដើររកការងារធ្វើដើម្បីកែប្រែជីវភាពគ្រួសារដោយកម្លាំងញើសឈាមខ្លួនឯងឬបែបនេះសមាជិកគ្រួសារត្រកូលចាងទាំងមូលមានអារម្មណ៍ទាំងរំភើបនិងខ្លោចចិត្តអាណិតនាងយ៉ាងខ្លាំងនៅពេលដែលអាណាកំពុងតែដើរចែកខិតបានតាមផ្លូវចាំងមីនបានរៀបចំឲ្យមនុស្សទៅឈរតម្រង់ជួចាំទទួលយកខិតបានទាំងនោះរហូតដល់អស់គ្មានសល់ហើយនៅពេលដែលនាងទៅធ្វើជាបុគ្គលិកលក់គ្រឿងអលង្ការដើម្បីរកលុយបន្ថែមចាំងមីនក៏បានបញ្ជាឲ្យបុគ្គលិករបស់ខ្លួនទៅមកទិញគ្រឿងអលង្ការទាំងអស់នៅក្នុងហាងដែលនាងលក់អាណាគ្រាន់តែគិតសាមញ្ញថាមកពីហាងនោះលក់ដាច់ខុសពីធម្មតាតែប៉ុណ្ណោះបន្ទាប់ពីត្រឡប់មកដល់ផ្ទះនាងបានយកលុយដែលរកបានទាំងអស់មកចែកជូនសមាជិកគ្រួសារនិងរៀបចំគម្រោងសន្សំសំចៃលុយកាក់ដើម្បីជួសជុលផ្ទះដែលទ្រុឌទ្រោមនេះឡើងវិញធ្វើឲ្យម្ដាយក្មេកខ្ទុកខ្ដួលចិត្តជាពន់ពេកបន្ទាប់ពីអាណាចូលគេងលក់បាត់ទៅគ្រួសារទាំងមូលបានជួបជុំគ្នាពិភាក្សាគ្នាដោយស្ងាត់ពីរបៀបទម្លាយការពិតអំពីអត្តសញ្ញាណពិតប្រាកដរបស់ពួកគេដោយវិធីណាកុំឲ្យនាងមានអារម្មណ៍ថាត្រូវគេបោកប្រាស់ជំនួយការបានផ្ដល់យោបល់ថានៅថ្ងៃស្អែកចាំងមីនគួរតែចូលរួមកម្មវិធីដេញថ្លៃអន្តរជាតិដែលជាកន្លែងដាក់បង្ហាញត្បូងពេជ្រពណ៌ផ្កាឈូកដ៏ធំ
នឹងមានតែមួយគត់នៅលើពិភពលោកគេបានស្នើឲ្យទិញត្បូងពេជ្រនោះធ្វើជាកាដូជូនអាណាដើម្បីកាត់បន្ថយកំហឹងរបស់នាងចាងមីនមានមន្ទិលសង្ស័យថាប្រពន្ធរបស់គេមិនមែនជាមនុស្សស្រឡាញ់លុយកាក់មែនប៉ុន្តែគេក៏យកព្រំសាកល្បងមើលដែររឿងដែលមិននឹកស្មានដល់នោះគឺអាណាបានទៅបង្ហាញខ្លួននៅក្នុងកម្មវិធីដេញថ្លៃនោះដែរក្នុងនាមជាបុគ្គលិករថតុនាងបានដើរទៅជួបបងស្រីច្បងនិងបងថ្លៃរបស់នាងដោយចៃដន្យបងស្រីច្បងបានអួតអាងយ៉ាងខ្លាំងពីគ្រឿងអលង្ការថ្លៃដែលប្តីទិញឲ្យនិងនិយាយយ៉ាងរកខ្ពស់ពីរឿងដេកនៅបន្ទប់ប្រធានាធិបតីដ៏ប្រណីតប៉ុន្តែអាណាដឹងយ៉ាងច្បាស់ថាក្រុមហ៊ុនរបស់បងថ្លៃកំពុងប្រឈមមុខនឹងការខ្សែធនដោយសារតែដាច់លុយបង្វិលនិងកំពុងលិចលង់ក្នុងគំនរបំណុលយ៉ាងវណ្ដុកនាងបានលុបណែនាំឲ្យបុគ្គលិកសន្តាគារទៅផ្ដល់ជូនបន្ទប់ដែលថ្លៃបំផុតដល់ពួកគេប៉ុន្តែបងថ្លៃប្រញាប់បដិសេធភ្លាមនិងសារភាពប្រាប់ប្រពន្ធតាមត្រង់ថាខ្លួនបានកក់ត្រឹមតែបន្ទប់ផ្ទះសំណាក់ថោកតម្លៃ$50ក្នុងមួយយប់នៅក្បែរនោះតែប៉ុណ្ណោះឬបែបនេះមុខរបស់បងស្រីច្បងប្រែជាស្លេកស្លាំងអស់រកនិងពោពេញដោយភាពអាម៉ាស់ចំពេលនោះដែរមហាសេដ្ឋីលំដាប់កំពូលប្រចាំទីក្រុងហៃឆេងបានធ្វើដំណើរមកដល់សន្តាគារភ្ញៀវទាំងអស់បានរត់ទៅចោមរោមជុំវិញដើម្បីចង់សម្ព័ន្ធភាពជាមួយលោកនៅក្នុងភាពវឹកវរនោះអាណាត្រូវបានគេរុញដួលទៅលើដីដោយនាងមិនបានដឹងទាល់តែសោះថាបុរសមានអំណាចដែលមនុស្សគ្រប់គ្នាខំរត់តាមអង្វរនោះតាមពិតគឺជាប្តីរបស់នាងសោះបងស្រីច្បងនិងបងថ្លៃមានភាពត្រេកអរយ៉ាងខ្លាំងហើយបានព្យាយាមចូលទៅណែនាំខ្លួននិងសុំឱកាសសហការរកស៊ីជាមួយលោកចាងមីនដឹងថាពួកគេជាសាច់ញាតិរបស់អាណាគេក៏បានបញ្ជាឲ្យបុគ្គលិកអញ្ជើញពួកគេចូលទៅក្នុងសាលដេញថ្លៃយ៉ាងសមរម្យលើសពីនេះគេថែមទាំងបានបញ្ជាឲ្យជំនួយការទៅទិញទំនិញទាំងអស់ដែលបងស្រីច្បងពេញចិត្តដោយដាក់ឈ្មោះថាជាកាដូរបស់ប្រពន្ធគេផ្ញើជូនពួកគេទៅវិញពួកគេទាំងពីរនាក់សប្បាយចិត្តហួសប្រមាណដោយគិតថាជោគវាសនារបស់ខ្លួនបានប្រែប្រួលហើយបងស្រីច្បងប្រញាប់សម្ដែងរកពីមើងងាយម្ដងទៀតរួចនិយាយឌឺដងទៅកាន់អាណាថាបងប្អូនកើតចេញពីពុំតែមួយសឹងតែមិនគួរឲ្យជឿទ្វាសនាខុសគ្នាដូចមេឃនឹងដីបែបនេះសោះចំណែកមនុស្សជុំវិញខ្លួនបាននាំគ្នានិយាយលើកជើងបងស្រីច្បងនិងនាំគ្នាសើចចំអប់មើលងាយអាណាដែលរៀបការជាមួយបុរសអាណាថារហូតដល់ថ្នាក់ត្រូវមកដើររត់ទៅហុចទឹកឲ្យគេបែបនេះអាណាបានងើបមុខឡើងការពីកិត្តិយសប្តីរបស់នាងយ៉ាងរឹងមាំដោយនិយាយថាការរកលុយដោយកម្លាំងញើសឈាមនិងការងារសុចរិតមិនមែនជារឿងដែលត្រូវខ្មាស់អៀននោះទេហើយការមើលងាយអ្នកដទៃក៏មិនបានធ្វើឲ្យខ្លួនឯងខ្ពង់ខ្ពស់ជាងគេនោះដែរដោយសារតែកំហឹងឈាមស្រឡាំងកាំងបងស្រីច្បងបានលើកដៃទះកំភ្លៀងអាណាមួយទំហឹងទិដ្ឋភាព10រៃផ្សៃនេះត្រូវបានជំនួយការស្រីរបស់ចាងមីនមើលឃើញផ្ទាល់ភ្នែកនាងបានប្រញាប់ទូរស័ព្ទរាយការណ៍ទៅកាន់គ្រួសារតកូចាងភ្លាមគ្រាន់តែបានឮដំណឹងនេះភ្លាមសមាជិកគ្រួសារទាំងអស់បានប្រញាប់ធ្វើដំណើរមកកាន់ទីតាំងកើតហេតុភ្លាមដើម្បីចេញមុខការពារនិងរកយុត្តិធម៌ឲ្យអាណាដោយមិនដឹងពីគ្រោះមហន្តរាយដែលជិតមកដល់បងស្រីច្បងនៅតែបន្តសម្ដែងរកពីជ្រងៀងក្រោមងារជាលោកស្រីនាងបានបញ្ជាឲ្យសន្តិសុខចាប់បង្ខំអាណានិងគំរាមកំហែងធ្វើបាបនាងឲ្យអស់តម្លៃចំពេលនោះដែរសោប្រចាំត្រកូលដែលម្ដាយក្មេកប្រគល់ឲ្យបានជ្រុះទៅលើដីចៃដន្យបងរីច្បងបានរើវាមកមើលរួចនិយាយសើចចំអកទោះបីជាអាណាអង្គវរកសុំវាត្រឡប់មកវិញយ៉ាងណាក៏ដោយនាងបានក្រវែងសោនោះចោលទៅលើដីរួចបង្កប់ឲ្យអាណាវាទៅរើសដោយខ្លួនឯងចំពេលនោះដែរគ្រួសារដ៏មានអំណាចពិតប្រាកដរបស់ចាងមីនបានឈានជើងមកដល់ទីតាំងដែរ